គាត់ជាជនជាតិកាណាដាឈ្មោះឡូយូហានគាត់កំពុងកសាងផ្ទះដោយផ្ទាល់ដៃគាត់1 2 3 4 5នៅតែវ៉ាន់ធាតុអាកាសក្តៅដូច្នេះខ្ញុំប្រើឥដ្ឋក្រដាសទប់ទល់កម្ដៅថែមទាំងអាចទប់ទល់សម្លេងរំខាននៅ6ឆ្នាំមុនលោកឡូយូហាននិងភរិយាបានមានគំនិតចង់ការពារបរិស្ថានដូច្នេះពួកគាត់ក៏ជ្រើសរើសឥដ្ឋក្រដាសដែលគេបដិសេធចោលរាប់ពាន់គីឡូមើលឃើញឥដ្ឋក្រដាសកាន់តែច្រើនទៅគាត់ក៏សម្រេចចិត្តសាងសង់ផ្ទះ6ឆ្នាំកន្លងមកផ្ទះនេះជួបប្រទះរំជួយផែនដីនិងខ្យល់ព្យុះតែនៅតែនឹងនៅមាំមួនធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ទៅលើភារកិច្ចសាងសង់ផ្ទះឥដ្ឋក្រដាសឥឡូវនេះបានកសាងផ្ទះទី5ហើយខ្ញុំធ្វើជាជាងផ្ទះតាំងពីអាយុ18ឆ្នាំសំណាងបំផុតនោះគឺប្រសិនបើខ្ញុំបានឃើញអ្វីមួយហើយខ្ញុំអាចសាងសង់ម្ដងទៀតបានខ្ញុំក៏អាចកែច្នៃវាបានដែរកន្លងមកគាត់ធ្លាប់ធ្វើប្រធានត្រួតពិនិត្យនៅ New Zealand ដូច្នេះពិធីសាងសង់ផ្ទះធម្មតាគាត់ក៏ចេះដែរឥឡូវនេះមិនកាប់ឈើតែប្រើក្រដាសដែលច្នៃពីឈើហើយជាក្រដាសដែលធ្លាប់ប្រើអាចយកមកច្នៃនិងប្រើប្រាស់កន្លែងផ្សេងប៉ុន្តែឥឡូវនេះស៊ីម៉ង់ក៏មិនប្រើច្រើនដែរពីព្រោះគាត់បានឃើញវត្ថុផ្សេងទៀតដែលអាចជ្រើសរើសយកមកប្រើប្រាស់ដូចជាដបជ័រជាដើមខ្ញុំធ្លាប់បានដើរកន្លែងជាច្រើននៅលើពិភពលោកនិងប្រទេសជាច្រើននៅក្នុងកៅភ្នែកខ្ញុំអ្នកតៃវ៉ាន់ជាអ្នកតស៊ូក្នុងការងារបំផុតពួកគេយកចិត្តទុកដាក់ក្នុងការច្នៃប្រឌិតហើយពួកគេមានចិត្តធម៌ណាស់គាត់ចូលចិត្តធម្មជាតិពិតៗពេលនិយាយអំពីអារម្មណ៍របស់គាត់ទៅលើតៃវ៉ាន់គាត់ក៏និយាយតាមត្រង់ពីព្រោះបដិស្ថាននិងមនុស្សនៅទីនេះផ្ដល់គំនិតឲ្យគាត់យ៉ាងទូលំទូលាយក្នុងការថែរក្សាបដិស្ថាន